សំណើផ្លូវការតេតិនទៅនឹងបញ្ហាចំនួនព្រំដែនបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយណាបាទយើងបកពីនាមនេះទៅមុនណាបាទអញ្ចឹងគេប្រើសញ្ញា hyphen ហើយគេសរសេរមកយ៉ាងហើយ hyphen មួយទៀតមានន័យថាមួយចន្លោះហ្នឹងដែលខ្ញុំ highlight ហ្នឹងវាជាការពន្យល់បន្ថែមទៅលើពាក្យខាងមុខបាទសូមជម្រាបសួរនិងស្វាគមន៍សាជាថ្មីមកកាន់វគ្គសិក្សាពីរបៀបនៃការបកប្រែកាសែតបាទគឺយើងរៀនបកប្រែកាសែតពីភាសាអង់គ្លេសមកជាភាសាខ្មែរបាទក្នុងអត្ថបទកាសែតដែលយើងនឹងបកប្រែនៅថ្ងៃនេះបងប្អូននឹងជួបពាក្យចំនួន5ទៅ6ពាក្យបាទតាមពិតទៅអាចមានច្រើនជាងហ្នឹងក៏ប៉ុន្តែខ្ញុំយកតែពាក្យណាដែលចាំបាច់ដើម្បីឲ្យបងប្អូនរៀនបាទបើច្រើនពេកគឺបងប្អូនអត់ចាំទេបាទអញ្ចឹងតែ5ពាក្យហ្នឹងគឺគ្រប់គ្រាន់ហើយបាទពាក្យទី1ដែលបងប្អូននឹងជួបហើយនឹងត្រូវរៀននោះគឺមានពាក្យ intervention intervention បាទពាក្យនេះមានន័យថាអន្តរាគមន៍ពាក្យទី2 commitment ពាក្យនេះមានន័យថាការបដិញ្ញាចិត្តបាទពាក្យទី3គឺ territorial integrity អញ្ចឹងពាក្យនេះមាន2ពាក្យភ្ជាប់គ្នាគឺ territorial ហើយនិង integrity បាទមានន័យថាបូរណភាពទឹកដីពាក្យទី4 mechanism មានន័យថាយន្តការពាក្យចុងក្រោយ bilateral ទ្វេភាគីបាទនៅក្នុងអត្ថបទមុនបងប្អូនបានជួប unilaterally ឬក៏ unilateral ណាជាគុណនាម unilateral ឯកតោភាគីជាគុណកិរិយាគឺ unilaterally យ៉ាងណាមិញពាក្យទ្វេភាគីនេះក៏ចឹងដែរគឺ bilateral គឺជាគុណនាម bilaterally គឺជាគុណកិរិយាមានន័យថាទ្វេភាគីបាទចឹងអត្ថបទថ្ងៃនេះដែលយើងនឹងបកប្រែគឺមានចំណងជើងនេះឯងបងប្អូនគឺ Cambodia official border dispute submission reaches the ICJ សំណើផ្លូវការតេតិនទៅនឹងបញ្ហាចំនួនព្រំដែនបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយណាបាទយើងបកពីនាមនេះទៅមុនណាបាទគឺសំណើឯកគុណនាមផ្លូវការតេតិនទៅនឹងចំនួនព្រំដែនរបស់កម្ពុជាបានទៅដល់ reaches ទៅដល់ the ICJ តុលាការអន្តរយុត្តិធម៌អន្តរជាតិហើយបាទចឹងអត្ថបទកាសែតនេះគឺចេញនៅថ្ងៃនេះណា16 ខែ 6 ឆ្នាំ 2025 ដោយកាសែត AKP រាជធានីភ្នំពេញអូខេបាទ paragraph ទី1ដូចខ្ញុំនិយាយដដែលវាជាសេចក្តីផ្ដើមនៃអត្ថបទកាសែតជាទូទៅគឺវាបង្ហាញឲ្យយើងដឹងថាតើអត្ថបទកាសែតនោះនឹងនិយាយពីអ្វីអូខេឥឡូវយើងទៅទាំងអស់គ្នា The Royal Government of Cambodia official submission to the International Court of ICJ មកកណាត់ហ្នឹងវាជាកំសោមពាក្យណាមិនទាន់ដល់ subject នៅឡើយទេមិនទាន់ដល់ verb នៅឡើយទេរាជរដ្ឋាភិបាលកម្ពុជាសំទោសយើងបកពីនាមនេះមកបាទ submission នេះ official submission នេះបាទ
សំណើផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាសំណើផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណឹងណាអូខេ regarding តេតនទៅនឹង the border dispute តេតនទៅនឹងចំនួនព្រំដែន dispute ចំនួន border ព្រំដែន in the Mumbai គឺតំបន់Mumbai ណា the Mumbai area and the temple complexes of តាមាន់ធំតាមាន់តូច and តាក្របីតាមនឹងសិនណាតេតិនទៅនឹងចំនួនព្រំដែននៅតំបន់មុំបីណែកន្លែងនេះតំបន់មុំបីនិងតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របី He's officially reached the court បានទៅដល់តុលាការជាផ្លូវការហើយបាទចឹងសរុបមកមួយ paragraph នេះគឺប្រាប់យើងឲ្យដឹងថាសំណើផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាតេតិនទៅនឹងចំនួនព្រំដែនជាមួយថៃនៅតំបន់ទាំង4ហ្នឹងយើងបានដាក់ទៅដល់ដៃរបស់តុលាការយុត្តិធម៌អន្តរជាតិហើយអូខេឥឡូវយើងទៅមួយ paragraph ទៀតសម្ដេចសំទោស Prime Minister សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអូខេសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រី confirm បញ្ជាក់ឬក៏បានបញ្ជាក់ថា confirm that បានបញ្ជាក់ថា the official letter លិខិតផ្លូវការនេះ the official letter លិខិតផ្លូវការនេះ was handed over passive voice ទម្រង់នេះណាជាទម្រង់ passive voice ព្រោះលិខិតនឹងអត់ចេះទៅឲ្យខ្លួនវាទេគឺគេយកវាទៅឲ្យត្រូវបានប្រគល់ជូនយើងបកមកកណ្ដាលនេះមកក្រឡាបញ្ជី registrar ត្រូវបានប្រគល់ជូនក្រឡាបញ្ជីរបស់ ICJ ហើយគឺលោក Philip Gautier ចឹងបានទៅដល់លោក Philip ហើយណាយើងទៅនេះ paragraph នេះកន្លែងសំខាន់លម្អិតបន្ថែមណានេះហើយវែងតិចដោយសារវាជារឿងលម្អិតថាតើវាទៅដល់នឹងតាមរបៀបណាហើយយើងដឹងព័ត៌មានតាមរបៀបណាអូខេហើយយើងមើលអានេះវាជា quote មែនទេនេះជា quote សម្ដីគេ quote រហូតមកដល់ដល់នេះណាអានេះគឺជា direct speech ណាបងប្អូន direct speech ម្ដុំនោះជា direct speech អញ្ចឹងបើវាជា direct speech អញ្ចេះយើងគួរតែបក introductory clause មុននេះ introductory clause នៅកន្លែងនេះ the premier គឺ the prime minister នឹងឯង the premier stated on his social media platform this afternoon គឺលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងប្រព័ន្ធសង្គមរបស់លោកនៅរសៀលថ្ងៃនេះលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកនៅរសៀលថ្ងៃនេះរសៀលនេះគឺរសៀលថ្ងៃនេះនឹងឯងថាមិនឲ្យបានយើងបក direct speech នេះមកណាគេ His Excellency ប្រាក់សុខុនលោកប្រាក់សុខុនដែលជា Deputy Prime Minister ដែលជាឧបនាយករដ្ឋមន្ត្រី and Minister of Foreign Affairs and Cooperation និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការហើយ subject នេះ verb នេះណា He's just reported that ទើបតែបានរាយការណ៍ថានៅថ្ងៃច័ន្ទ on Monday June 16 ទី16 ខែ 6 ឆ្នាំ 2025 2025 ចឹងលោកបានរាយការណ៍ថានៅថ្ងៃនោះat 11:30 AM
នៅម៉ោងប្រមាណ 11:30 នាទីពេលព្រឹក in the Hague នៅក្នុងទីក្រុង La A ណា around 4:30 p.m. in ភ្នំពេញចំណែកឯម៉ោងនៅក្នុងទីក្រុងភ្នំពេញវិញគឺប្រមាណជាម៉ោង 4:30 នាទីពេលរសៀលអូខេ Cambodia official submission to the ICJ ការដាក់បញ្ជូននៅសំណើរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នោះដែលសំណើនោះឯងគេដាក់ hyphen មួយហើយគេដាក់សរសេរទៀតនោះមានន័យថាអាហ្នឹងវាជាការពន្យល់ណា hyphen នៅក្នុងចន្លោះ hyphen នេះចន្លោះសញ្ញាទាញយានេះណាអាហ្នឹងវាជាការពន្យល់ទៅលើពាក្យនៅខាងមុខនេះអញ្ចឹងមានថាសំណើនឹងសំណើអីយើងនឹងពន្យល់នៅក្នុងនេះណាចាំមកបងប្អូនណាOkay. កាលណាគេដាក់ the Cambodia official submission to the ICJ សំណើរបស់សម្រាប់ផ្លូវការរបស់កម្ពុជាទៅកាន់តុលាការអន្តរជាតិ ICJ អញ្ចឹងគេប្រើសញ្ញា hyphen ហើយគេសរសេរមកយ៉ាងហើយ hyphen មួយទៀតមានន័យថាមកចន្លោះហ្នឹងដែលខ្ញុំ highlight ហ្នឹងវាជាការពន្យល់បន្ថែមទៅលើពាក្យខាងមុខអញ្ចឹងព្រោះយើងឆ្ងល់ថាសំណើអីណាអញ្ចឹងគេពន្យល់ហើយនេះបើបងប្អូនអានពាក្យណាថ្មីមានពាក្យថ្មីហើយគេទាញយាគេប្រើ hyphen នឹងមួយគេសេហ្នឹងគឺថាពាក្យហ្នឹងគេពន្យល់យើងហ្នឹងយើងមិនបាច់ទៅបើក dictionary មើលទេអូខេឥឡូវទៀតតើសំខាន់អីតោះ requesting the court's intervention in resolving the dispute ណាគឺសំណើនឹងស្នើសូមអន្តរាគមន៍របស់តុលាការគឺ ICJ មិនទាំងឯងនៅក្នុងការដោះស្រាយបញ្ហាវិវាទណាតាមមាន់ធំណានៅតំបន់ប្រាសាទតាមមាន់ធំតាមមាន់តូច Entire ក្របី Temple Complex ណា Temple Complex គឺតំបន់ប្រាសាទហ្នឹងឯង as well as the Mumbai area រួមទាំងតំបន់ Mumbai ផងដែរអញ្ចឹងអាហ្នឹងclear ហ្នឹងវាយល់ទៅលើ submission official submission was delivered by Her Excellency Maskem Suzawarnari ត្រូវបានសំទោសយើងបកគេទៅសេ passive voice តែយើងអាចបក active voice បានដើម្បីឲ្យស្រួលយល់ណាបងប្អូនបាទយើងបកតាមភាពជាក់ស្ដែងទៅអាចបកតាម active ឬក៏ passive ហ្នឹងយើងបកតាមទៅក៏ប៉ុន្តែសំណេរគេគឺ passive ហើយណាអញ្ចឹងយើងបកថាម៉េចគេសំណើនឹងត្រូវបានលោកស្រីកឹមសុសវណ្ណារីដែលជា Cambodian ambassador to the Netherlands ដែលជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ណា to Registrar Philip Courtiers ជូនទៅក្រឡាបញ្ជីគឺលោក Philip Courtier រួចទៅហើយអញ្ចឹងយើងបានដាក់ទៅហើយណាអញ្ចឹងដែលព័ត៌មាននេះបានមកហ្នឹងគឺតាមរយៈការរាយការណ៍របស់រដ្ឋមន្ត្រីការបរទេសខ្មែរយើងគឺអាយដាមប្រាក់សុខុនណាបាទគឺដឹងតាមរយៈលោកធ្វើសេចក្តីរាយការណ៍ហើយការដែលដាក់ទៅគឺតាមរយៈដាក់សំណើនឹងទៅនោះទៅដល់តុលាការ ICJ ហ្នឹងគឺតាមរយៈលោកស្រីកឹមសុសវណ្ណារីដែលជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសហូឡង់ Alright ឥឡូវយើងចូលដល់នេះបាទដល់នេះសម្ដេចថាបតីហ៊ុនម៉ាណែត reaffirm Cambodia firm stance in seeking a peaceful legal resolution through the ICJ សម្ដេចថាបតីហ៊ុនម៉ាណែតបានបញ្ជាក់នៅជំហររបស់កម្ពុជាជំហរដ៏រឹងមាំ firm រឹងមាំនៅជំហររឹងមាំឬក៏ជំហរម៉ឺងម៉ាត់ stand នឹងជំហរណា firm នឹងម៉ឺងម៉ាត់រឹងមាំរបស់កម្ពុជា in seeking នៅក្នុងការស្វែងរក
seeking ស្វែងរកចាប់យកណាតែយើងប្រែស្វែងរកនៅដំណោះស្រាយយើងបកពីនាមមុនណា resolution នៅដំណោះស្រាយផ្លូវច្បាប់ប្រកបដោយសន្តិវិធី peaceful through the ICJ តាមរយៈតុលាការ ICJ អូខេចឹងសម្ដេចបានបញ្ជាក់ចឹងនេះគឺជារូបភាពរបស់លោកស្រីកឹមសុសវណ្ណារីបាទនៅនឹងតុលាការ ICJ តែម្ដងនេះជាឯកសារជា submission alright so ប្រហែលទៀតយើងចាប់ហើយណាអូខេ the royal government នេះចឹងនេះជា direct speech ទៀតហើយបងប្អូនណាយើងបកប្រែពីនេះចាប់ពី he stressed ណា he stressed បកពីហ្នឹងមក stressed មានន័យថាសង្កត់យ៉ាបញ្ជាក់សង្កត់គោះបញ្ជាក់ណាគេអញ្ចឹង he មិញយើងត្រូវដឹងណាពេលយើងបកប្រែយើងត្រូវតាមដានដឹងអាហ្នឹងតកតងទៅនឹងវេយ្យាករណ៍ណាបងប្អូនវេយ្យាករណ៍យើងត្រូវដឹងដែរតើយើងត្រូវតាមដាន he ហ្នឹងជាអ្នកណាគឺ Prime Minister នឹងឯងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងឯងណា he stressed លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា the royal government will pursue this effort រដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះ pursue this effort បន្តកិច្ចខិតខំប្រឹងប្រែងនេះ with strong commitment នេះ commitment មិនចឹងបងប្អូនណាគេដោយការបដិញ្ញាចិត្តយ៉ាងមុតមម strong ដោយការបដិញ្ញាចិត្តយ៉ាងមុតមម and a sense of responsibility អានេះយើងស្គាល់នៅពាក្យនេះនៅក្នុងអត្ថបទមុនម្ដងហើយណានៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ to defend ដើម្បីការពារ to defend ដើម្បីការពារ the territorial integrity បូរណភាពទឹកដី and the supreme interest ហើយនឹងប្រយោជន៍ដ៏ខ្ពង់ខ្ពស់ of the Cambodian nation របស់ប្រទេសជាតិ and people និងប្រជាជនកម្ពុជារបស់ប្រទេសជាតិនិងប្រជាជនកម្ពុជា alright មកនេះមួយទៀត earlier this day យើងអាចប្រែថានៅព្រឹកថ្ងៃនេះផងដែរឬក៏ព្រឹកថ្ងៃដដែលនេះផងដែរ Senate President សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន also voice សំទោសមកខ្ញុំជិតឲ្យជាប់ណា also voice his full support for the government decision បានសម្ដែងនៅការគាំទ្រពេញទំហឹង full support គាំទ្រពេញទំហឹងរបស់លោកចំពោះ for the government decision ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល to turn to the ICJ mechanism ដើម្បីឬក៏ក្នុងការងាកទៅរកយន្តការ ICJ mechanism ណា mechanism គឺយន្តការរបស់ ICJ to resolve the border dispute with Thailand ដើម្បីដោះស្រាយនៅវិវាទឬក៏ជម្លោះព្រំដែនជាមួយប្រទេសថៃសំទោសណាបងប្អូនបើសិនជាលឺសំឡេងក្ដុងក្ដាំងអីបាទពីក្រោយនេះបើថានៅខាងក្រោមនោះមានគេធ្វើអីទេបាទខ្ញុំមិនដឹងគេធ្វើអីដែរក្ដុងក្ដាំងអញ្ចឹងបើមានសំឡេងរំខានសូមភ័យទោសបាទអូខេតោះសល់ពី paragraph ទៀតនេះខ្ញុំពន្យល់បន្តិចបងប្អូនព្រោះគេលោឡាខ្លាំងពេកបាទ In a special statement delivered by the third session of the Senate នៅក្នុងសេចក្តីថ្លែងការណ៍ពិសេស statement សេចក្តីថ្លែងការណ៍ special ពិសេសសេចក្តីថ្លែងការណ៍ពិសេស deliver during ដែលថ្លែងនៅក្នុងឬកំឡុងពេលដែលថ្លែងនៅក្នុងឬកំឡុងពេលកិច្ចប្រជុំលើកទី3របស់សភាឬក៏កិច្ចប្រជុំសភាលើកទី3 the third session
of the Senate កិច្ចប្រជុំលើកទី3នៃប្រសិទ្ធភាពសម្ដេចតេជោហ៊ុនសែន emphasized that សម្ដេចតេជោហ៊ុនសែនបានសង្កត់ធ្ងន់ថា emphasize that សង្កត់ធ្ងន់ថា bilateral negotiation over the four sensitive area ប៉ុណ្្នឹងជា subject របស់វាណាគឺការចរចាទ្វេភាគី bilateral ទ្វេភាគី negotiation ការចរចាទ្វេភាគីទៅលើចំណុចរសើបទាំង4 the four sensitive area ចំណុចរសើបទាំង4 has failed បានបរាជ័យហើយមានន័យការចរចានោះអត់បានប្រយោជន៍អីរកដំណោះស្រាយមិនបាន making legal resolution through the ICJ the most appropriate ដែលធ្វើឲ្យដំណោះស្រាយផ្លូវច្បាប់តាមរយៈតុលាការ ICJ នោះគឺជាមធ្យោបាយយើងបកពីនេះមកណា the more appropriate and peaceful path forward យើងបកពី path មក forward នេះបងប្អូនមិនបាច់ខ្វល់ទេក៏បានដែរណាគេយើងបកប៉ុណ្នេះសិនគឺ path គឺជាមធ្យោបាយឬក៏ជាផ្លូវដ៏សមស្របមួយនឹងប្រកបដោយសន្តិភាពបំផុតណាជាផ្លូវឬក៏ជាដំណោះស្រាយឬក៏ជាវិធីសាស្ត្រយើងប្រែថាផ្លូវនោះដាក់ពាក្យឲ្យត្រង់ទៅចុះគឺជាផ្លូវមួយដ៏សមស្របនឹងសន្តិភាពឆ្ពោះទៅមុខ forward ឆ្ពោះទៅមុខណាបកចឹងមកគេយល់បានទេបងប្អូនណាបើអត់យល់បងប្អូនអាចសួរណាសួរតែខ្ញុំបកទៅបងប្អូនអត់យល់អូខេឥឡូវយើងចូលនេះមួយទៀតវាជា quote ទៀតហើយវាជា direct speech យើងបកពី introductory ខ្លះអូខេលោកបាននិយាយថាលោកនោះគឺអ្នកណាគេគឺសម្ដេចតេជោយើងប្រែថាសម្ដេចតេជោបាននិយាយថាអញ្ចឹងក៏បានដែរណា Cambodia does not want to resort to conflict កម្ពុជាមិនចង់ងាកទៅរកចំនួននោះទេ resort to ងាកទៅរក Cambodia does not want to resort to កម្ពុជាមិនចង់ងាកទៅរកចំនួនទេអូខេទៅរកចំនួនងាកទៅរកចំនួនto resolve this issue បានន័យថាមិនចង់ងាកទៅរកចំនួនដោះស្រាយចំនួននោះទេមិនចង់ងាកទៅរកចំនួនដើម្បីដោះស្រាយបញ្ហាទេគឺចង់ងាកទៅរកយន្តការសន្តិភាពដើម្បីដោះស្រាយបញ្ហា we only want to protect our nation អ្វីដែលយើងធ្វើគឺគ្រាន់តែចង់ការពារជាតិរបស់យើងតែប៉ុណ្ណោះអូខេមានន័យថាការដាក់សំណើទៅ ICJ នឹងមិនមែនដើម្បីឆ្លោះទេគ្រាន់តែចង់ការពារជាតិយើងកុំឲ្យគេឈ្លានពានណាបងប្អូនហ្នឹងហើយឥឡូវនេះ paragraph ចុងក្រោយហើយបាទhe further noted that លោកក៏បានកត់សម្គាល់បន្ថែមទៀតថា further បន្ថែមទៀតថា even if negotiation continue for 100 or 200 more year ទោះបីជាការចរចាហ្នឹងបន្តរយៈពេលដល់ទៅ100ឆ្នាំក៏ដោយ200ឆ្នាំទៀតក៏ដោយណា The bilateral mechanism would still be unable to settle the dispute ការចរចាទ្វេភាគីឬក៏យន្តការភាគីយន្តការទ្វេភាគីនឹងមិនអាច unable មិនអាចឈានទៅរកការដោះស្រាយជម្លោះបានទេជាថ្ងៃបានជាយើងដាក់ពាក្យហ្នឹងទៅដាក់សំណើទៅ ICJ warning that tension could re-emerge between two countries in the future ដោយលោកបានព្រមានផងដែរថាភាពតានតឹងហ្នឹងគឺវាអាចនឹងកើតឡើងម្ដងទៀតឬក៏អាចបន្តកើតឡើងទៀត
រវាងប្រទេសទាំងពីរគឺកម្ពុជាថៃនៅពេលអនាគតណាគេនេះជាការពន្យល់របស់សម្ដេចតេជោអូខេអញ្ចឹងយើងឈានមកដល់ទីបញ្ចប់នៃការបកប្រែរបស់យើងហើយគឺថ្ងៃនេះយើងបានសិក្សាចំនួនជា 4-5 ពាក្យហើយនឹងអ្វីដែលបងប្អូនទទួលបានផងដែរនោះគឺព័ត៌មានតាក់ទងទៅនឹងការដាក់សំណើផ្លូវការរបស់ប្រទេសកម្ពុជាយើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយឬក៏យើងហៅថា intervention អន្តរាគមន៍តាក់ទងទៅនឹងចំនួនទាំង4តំបន់រវាងកម្ពុជាហើយនិងថៃបាទអូខេចឹងសូមអរគុណច្រើនចំពោះបងប្អូនដែលបានទស្សនានិងស្ដាប់ក៏ដូចជាសិក្សារៀនសូត្រជាមួយខ្ញុំតាមរយៈវគ្គរៀនបកប្រែភាសាបកប្រែកាសែតពីអង់គ្លេសមកខ្មែរបាទសូមអរគុណច្រើននិងសូមជម្រាបលាប៉ុន្តែកុំភ្លេចជួយ Subscribe channel YouTube របស់ខ្ញុំផងហើយនឹង follow page របស់ខ្ញុំផងក៏ដូចជាការចែករំលែកនៅវីដេអូដែលបងប្អូនបានឃើញនេះបងបាទអរគុណច្រើននិងសូមជម្រាបលាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូបន្តសូមអរគុណជម្រាបលា